សូមជម្រាបសួរដល់កូនជាទីស្រឡាញ់ទាំងអស់គ្នាអរគុណព្រះអង្គដែលទ្រង់បានមកទៀងពោឲ្យកូនទាំងអស់គ្នាបានមកសាលារៀនហើយយើងនឹងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះអង្គតាមរយៈព្រះគម្ពីរសម្រាប់កុមារជំនួយដល់ការអធិដ្ឋាននិងការអានព្រះបន្ទូលនៅថ្ងៃនេះខ្ញុំសូមកូនទាំងអស់គ្នារីករាយនឹងស្ដាប់ជាមួយគ្នាថ្ងៃទី85ព្រះជាម្ចាស់ប្រទានមរតកដល់កូនចៅអ៊ីស្រាអែលព្រះគម្ពីរយ៉ូស្វេចំពុក13ខ1ដល់19រីឯយ៉ូស្វេលោកកាន់តែចាស់អាយុច្រើនណាស់ទៅហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថាឯងចាស់ហើយអាយុក៏ច្រើនណាស់ផងហើយមានសល់នៅស្រុកដែលត្រូវចាប់យកសន្ធឹកណាស់ទៀតអញនឹងដេញពួកសាសទាំងនោះចេញពីពួកកូនចៅអ៊ីស្រាអែលទៅចូលឲ្យឯងចែកស្រុកទាំងនោះដល់ពួកអ៊ីស្រាអែលទុកជាមរតកចុះដូចជាអញបានបង្គាប់ហើយគឺត្រូវឲ្យចែកស្រុកទាំងនោះដល់ពូជអម្បូរទាំង9និងពូជអម្បូរម៉ាណាសេមួយចំហៀងទុកជាមរតកឯពួករ៉ូបេននិងពួកកាន់ព្រមទាំងពូជអម្បូរម៉ាណាសេមួយចំហៀងឯទៀតនោះបានទទួលមរតកដល់គេដែលម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ាបានចែកឲ្យនៅត្រើយទន្លេយ៉ូដានមានតែពូជអម្បូរលេវីប៉ុណ្ណោះទេដែលលោកមិនបានចែកមរតកឲ្យគេត្បិតអស់ទាំងដងវាយដុតថ្វាយព្រះយេហូវ៉ាជាព្រះនៃសាសអ៊ីស្រាអែលនោះជាមរតករបស់គេហើយដូចជាលោកបានប្រាប់មកលោកម៉ូសេក៏ឲ្យមួយចំណែកដល់ពូជអម្បូរពួកកូនចៅរ៉ូបេនតាមគូគេឯទន្លេយ៉ូដាននោះជាព្រំស្រុករបស់កូនចៅរ៉ូបេននេះហើយជាមរតករបស់រ៉ូបេនតាមគ្រួគេទាំងប៉ុន្មានព្រមទាំងទីក្រុងនិងភូមិទាំងប៉ុន្មានផងលោកម៉ូសេក៏ឲ្យមួយចំណែកដល់ពូជអម្បូរកាន់ដែរគឺដល់ពួកកូនចៅកាន់តាមគ្រួគេលោកម៉ូសេឲ្យមួយចំណែកដល់ពូជអម្បូរម៉ាណាសេមួយចំហៀងដែរគឺដល់ពូជអម្បូរពួកកូនចៅម៉ាណាសេមួយចំហៀងតាមគ្រួគេនេះហើយជាមរតកដែលលោកម៉ូសេបានចែកនៅស្រុកវាលរបស់ម៉ូអាប់ត្រើយទន្លេយ៉ូដានខាងកើតទល់មុខនឹងយេរីខូរីឯពូជអម្បូរលេវីនោះលោកម៉ូសេមិនបានចែកមរតកដល់គេទេត្បិតព្រះយេហូវ៉ាជាព្រះនៃអ៊ីស្រាអែលទ្រង់ជាមរតករបស់គេហើយដូចជាលោកបានប្រាប់មកតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះជាម្ចាស់មានលក្ខណៈដូចម្តេចតាមរយៈព្រះបន្ទូលនៅថ្ងៃនេះព្រះជាម្ចាស់ជាព្រះនៃសេចក្តីយុត្តិធម៌ទ្រង់ស្មោះត្រង់ចំពោះផែនការរបស់ទ្រង់សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គទោះបីលោកយ៉ូស្វេកាន់តែចាស់ទៅក៏ដោយក៏លោកយ៉ូស្វេនៅតែស្ដាប់បង្គាប់ព្រះអង្គជានិច្ចព្រះអង្គបង្គាប់ឲ្យលោកយ៉ូស្វេចែកទឹកដីដល់ប្រជាជនអ៊ីស្រាអែលតាមពូជអម្បូររបស់ពួកគេសញ្ញាណទាំងនេះហើយដែលបញ្ជាក់ថាព្រះជាម្ចាស់តែងតែយកព្រះទ័យទុកដាក់ចំពោះយើងជានិច្ចព្រះបន្ទូលនៅថ្ងៃនេះក៏ចង់បង្រៀនឲ្យយើងចេះរៀបចំទុកមុនជានិច្ចដើម្បីឲ្យជីវិតយើងអាចទទួលព្រះពរពីព្រះជាម្ចាស់ព្រះពរដ៏ល្អបំផុតដែលយើងបានទទួលពីព្រះជាម្ចាស់នោះគឺការបានក្លាយជាកូនរបស់ព្រះអង្គហើយយើងបានជឿទុកចិត្តលើព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់និងជាម្ចាស់ជីវិតរបស់យើងដូច្នេះសូមបងប្អូនទាំងអស់គ្នាបានបិទភ្នែកហើយអធិដ្ឋានទៅកាន់ព្រះជាម្ចាស់ជាមួយគ្នាអោព្រះវរបិតាជាព្រះនៃសេចក្តីសុខសាន្តដល់ប្រលឹងទូលបង្គំរាល់គ្នាអើយកូនដឹងថាព្រះអង្គតែងតែយកព្រះハរតីទុកដាក់ចំពោះកូនរាល់គ្នាព្រះអង្គអើយកូនសូមអរព្រះគុណព្រះអង្គដែលជ្រើសរើសកូនឲ្យក្លាយទៅជាកូនរបស់ព្រះអង្គកូនដឹងថាការមានជំនឿលើទ្រង់និងការក្លាយជាកូនរបស់ព្រះអង្គនោះជាមរតកនិងជាព្រះពរដ៏ល្អបំផុតនៅក្នុងជីវិតរបស់ទូលបង្គំសូមទ្រង់ប្រទានដល់កូនរាល់គ្នាឲ្យមានប្រាជ្ញាសុខភាពល្អនិងសេចក្តីអំណរកូនសូមអរព្រះគុណនិងសូមអធិដ្ឋានទូលថ្វាយទៅកាន់ទ្រង់ក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសំណួរត្រូវរៀបពិចារណាទី1តើព្រះបន្ទូលនៅថ្ងៃនេះមានចំណងជើងអ្វីទី2តើព្រះជាម្ចាស់បង្គាប់ឲ្យលោកយ៉ូស្វេធ្វើអ្វីទី3តើព្រះបន្ទូលនៅថ្ងៃនេះចង់បង្រៀនអ្វីខ្លះមកកាន់យើងចាយ៉ាងម៉េចហើយតាមរយៈព្រះបន្ទូលនៅថ្ងៃនេះតើព្រះបន្ទូលនៅថ្ងៃនេះវាបន្ទូលអ្វីខ្លះមកកូនទាំងអស់គ្នាអ្នកគ្រូសង្ឃឹមថាកូននឹងយកអនុវត្តនៃជីវិតរស់នៅថ្ងៃនេះចាអរគុណច្រើនសូមព្រះយេស៊ូវប្រទានពរ
។